យើងទៅកាន់គ្រួសារទឹកញើទេរបស់យើងនៅបឹងសាឡាងបាទគឺបងស្រីគាត់មានបញ្ហាជំងឺកាពះពោះវៀនពីមុនមករ៉ាំរ៉ៃលោកគ្រូបាទអាចនិយាយថាស្ទើរតែជីវិតរបស់គាត់មើលទៅឃើញភាពខ្មៅងឹតដែរតែបន្ទាប់ពីញ៉ាំទឹកញើទេបាន3ប្រអប់មកគាត់មានភាពល្អប្រសើរច្រើនណាស់បាទតែថ្មីនេះលេចមានសញ្ញាណមួយដែលរឿងប្លែកនៅពេលដែលគាត់ជួបមនុស្សអ៊ូអឬបរិយាកាសអ៊ូអច្រើនធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាចង់ខ្យល់ជាក់ចុងដៃចុងជើងហ្មងខ្ញុំគាត់ចង់សួរថាអាការៈហ្នឹងវារបៀបមិនបានជាអញ្ចឹងអ្វីដែលជួបឲ្យបរិយាកាសអ៊ូអាប់ច្រើននោះធ្វើឲ្យរាងកាយនឹងខ្វះនៅបរិមាណអុកស៊ីហ្សែនគ្រប់គ្រាន់បាទអញ្ចឹងដល់ពេលដែលខ្វះបរិមាណអុកស៊ីហ្សែនគ្រប់គ្រាន់ហើយសរីរាង្គកាយយើងមិនទាន់ជាស្រួលបួននៅឡើយនោះធ្វើឲ្យសការខ្សោយនេះកើតឡើងបាទលោកគ្រូអញ្ចឹងកន្លែងហ្នឹងដែលធ្វើឲ្យត្រជាក់ចុងដៃចុងជើងដោយសារតែចលនាឈាមរត់នៅក្នុងរាងកាយមិនគ្រប់គ្រាន់បាទអញ្ចឹងដល់ពេលណាដែលជួបបញ្ហានេះអ្វីដែលត្រូវធ្វើចូលព្យាយាមក្នុងការដកដង្ហើមស្រូបយកខ្យល់ឲ្យបានល្អដកដង្ហើមវែងមួយសន្ទុះទៅរាងកាយស្រួលហើយបាទហើយបើដកដង្ហើមនោះពិបាកពេកងើយឡើងលើដកដង្ហើមពោះសួរថាម៉េចបានងើយឡើងលើដកដង្ហើមបានល្អពួកខ្យល់ក្រោមនេះវាកំពុងអវល់អញ្ចឹងទៅយកខ្យល់ពីលើតិចមកធូរឬដើរចេញពីបរិយាកាសនេះមួយសន្ទុះនិងរាងកាយនឹងមានភាពប្រសើរឡើងបាទពួកវាធម្មតាទេនៅពេលណាដែលរាងកាយយើងកំពុងតែជួសជុលនឹងការព្យាបាលកើតឡើងណាវាត្រូវការសារធាតុចិញ្ចឹមច្រើនអញ្ចឹងនៅពេលណាដែលរាងកាយយើងត្រូវការសារធាតុចិញ្ចឹមច្រើនវាផលិតឧស្ម័នកាបូនិកក៏ច្រើនហើយបរិមាណអុកស៊ីហ្សែនក៏ត្រូវការច្រើនដែរបាទតែនៅពេលណាដែលយើងជួបបរិយាកាសអ៊ូអមមនុស្សច្រើនពេកផ្សែងខ្លាំងពេករាងកាយយើងនេះវាស្រូបយកអុកស៊ីហ្សែនមិនបានគ្រប់គ្រាន់ដែលធ្វើឲ្យចលនាឈាមរត់ឬក៏ការបំលែងឬការផ្លាស់ប្ដូរឈាមរបស់សួតហើយនឹងកាលៀនហ្នឹងមិនបានល្អដែលធ្វើឲ្យយើងមានការថប់ដង្ហើមឬក៏ត្រជាក់ចុងដៃចុងជើងបាទអញ្ចឹងគ្រាន់តែដល់ពេលនោះយើងដើរចេញបន្តិចឬមួយក៏ស្រូបខ្យល់ដង្ហើមឲ្យវែងណាតែព្យាយាមក្នុងការញ៉ាំទឹកម្ដងតិចឲ្យបាន3លីត្រក្នុងមួយថ្ងៃរាងកាយនឹងមានភាពប្រសើរឡើងបាទលោកគ្រូតបន្តសំណួរទៀតបាទលោកគ្រូយើងទៅកាន់ប្រិមិត្តរបស់យើងនៅខាងទឹកដីច្បារអំពៅគឺបងប្រុសអាយុគាត់36ឆ្នាំគាត់មានបញ្ហាជំងឺក្រពះពោះវៀនពិបាកក្នុងការបត់ជើងថប់ដង្ហើមណែនទ្រូងហើយពេលខ្លះហ្នឹងធ្វើគាត់រវើរវាយមានអារម្មណ៍ថាមិននឹងណូលោកគ្រូពេលខ្លះដូចមានអារម្មណ៍ថាមិនចង់ស្គាល់ខ្លួនឯងដូចថាមនុស្សទៅស័យប្រសាទទេលោកគ្រូបាទអញ្ចឹងនៅពេលដែលគាត់កើតមានអាការៈហ្នឹងគាត់ក៏បានឲ្យគេទៅសុងទៅគេថាគាត់មានបញ្ហាជំងឺរលាកកាពះពោះវៀនហើយលាមករបស់គាត់រាល់ថ្ងៃហ្នឹងបាត់ជើងធម្មតាទេគ្រាន់តែលាមកពណ៌រៀងស្លេកទេលោកគ្រូណាអញ្ចឹងគាត់រលាកហ្នឹងគឺរយៈពេល 4-5 ឆ្នាំហើយអញ្ចឹងគាត់ចង់សួរថាតើទឹកញើទេអាចជួយគាត់បានដែរឬអត់ព្រោះតាមពិតបងឯងត្រូវចាំថាអញ្ចេះនៅពេលណាដែលរាងកាយយើងអត់មានធម្មពលគ្រប់គ្រាន់បញ្ជាក់ថាផ្នែកនៃរាងកាយរលាកជាពិសេសគឺពោះវៀនតូចនេះឯងបាទហើយខ្ញុំជម្រាបថានេះបងឯងឆ្លោះឃើញចុះបងឯងឆ្លោះអត់ឃើញបងឯងគិតថាម៉េចខ្ញុំជម្រាបបងឯងថាជួនកាលកាពះអត់រលាកទេពោះវៀនធំអត់រលាកទេប៉ុន្តែវារលាកពោះវៀនតូចពោះវៀនតូចប្រវែង7 ម៉ែត្រនេះងាយក្នុងការរលាកដោយសារអាស៊ីតកាពះណាបាទអញ្ចឹងដល់ពេលណាដែលវារលាកវាធ្វើឲ្យយើងហេវហត់អស់កម្លាំងញ័រដៃញ័រជើងធ្វើឲ្យអារម្មណ៍របស់យើងលែងនឹងណូណាដោយសារតែគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់បាទអ្វីដែលបងឯងត្រូវធ្វើមិនមែនរកទឹកញើទេញ៉ាំទេទី1សម្អាតរាងកាយសិនការទទួលទានទឹកម្ដងតិចវាគឺជាហេតុល្អសម្រាប់បងឯងបាទអញ្ចឹងព្យាយាមអញ្ចឹងតែបើរកទឹកល្អមិនបានឬក៏រាងកាយនឹងត្រូវការទឹកល្អហើយតែបើរកទឹកល្អមិនបានក៏រកធុងខេនមួយទៅច្រោះទឹកបានហើយជំរាបអស់លោកស្រីយកតាថាធុងទឹកចម្រោះម៉ាក់ខេននេះគឺជាធុងទឹកចម្រោះដែលធានាគុណភាពដោយ NFS របស់អាមេរិកធានាគុណភាពដោយ ISO 9001:2008ធានាគុណភាពដោយ CE ធានាគុណភាពដោយ WQA របស់អាមេរិកនិងគ្រប់គ្រងការផលិតដោយ GMP អញ្ចឹងជាធុងទឹកចម្រោះដែលផ្ដល់ទឹកនឹងល្អបរិសុទ្ធស្អាតសម្រាប់សុខភាពរាងកាយបាទហើយមិនមែនមានតែមួយជំរើសទេធុងទឹកចម្រោះម៉ាក់ខេននេះមានច្រើនជំរើសណាស់បាទអញ្ចឹងអស់លោកស្រីលោកតាបងប្អូនអាចយកធុងទឹកចម្រោះម៉ាក់ខេននេះទៅដាក់នៅក្នុងផ្ទះបាយក៏បានដាក់នៅក្នុងផ្ទះធម្មតាក៏បានដាក់នៅក្នុងខ្ទមក៏បានណាឬក៏ត្រូវការធុងទឹកចម្រោះម៉ាក់ខេនឧបករណ៍ច្រោះទឹកម៉ាក់ខេនអគ្គិសនីដែលអាចប្រើប្រាស់បាននៅក្នុងរោងចក្រសហគ្រាសប្រើប្រាស់បាននៅក្នុងភូមិគ្រឹះធំ
ពុំមែនដាក់ទៅខ្មាស់គេទេណារបស់ដែលមាននិយមឬស្តង់ដារអន្តរជាតិមិនមែនដាក់ទៅខ្មាស់គេទេបាទអញ្ចឹងណាពួកជារបស់ដែលល្អជ័រនឹងភ្លឺថ្លាល្អមិនលេចសារធាតុពុលសារធាតុគីមីផលិតចេញពីជ័រ ABS វត្តមាំណាប្រើ5ឆ្នាំមិនទាន់ដូរពណ៌ម្ដងផងបាទហើយវាគឺជារឿងមួយដែលហើយធ្លាក់អត់បែកទៀតអ្វីដែលសំខាន់គឺធ្លាក់អត់បែកហើយមានគ្រឿងបន្លាស់គ្រប់គ្រាន់ព្រមទាំងមានសេវាកម្មដំឡើងដោយមិនគិតថ្លៃបាទសម្រាប់ការសម្អាតធុងទឹកឬសម្អាតឧបករណ៍ច្រោះទឹកក៏អត់មានបានគិតថ្លៃដែរបាទអញ្ចឹងអ្វីដែលសំខាន់គឺកន្លែងហ្នឹងមិនមែនទៅដល់ធុងទឹកនឹងថោកថោកឲ្យថោកមែនព្រោះរកតែគ្រឿងបន្លាស់អត់បានពេលដែលអត់គ្រឿងបន្លាស់ទៅពេលដែលដល់ថ្ងៃអត់មានគ្រឿងបន្លាស់ផងដាច់ស្តុកក្រុមហ៊ុននឹងរត់បាត់ទៅទៀតបាទចាអាហ្នឹងដែលធ្វើឲ្យយើងទទួលយកទឹកដែលមិនល្អមិនស្អាតគ្មានការធានាបាទអញ្ចឹងបងឯងគ្រាន់តែញ៉ាំទឹកម្ដងតិចម្ដងតិចឲ្យបាន3លីត្រក្នុងមួយថ្ងៃអនុវត្តវិធាន4ដែលខ្ញុំបានជម្រាបញ៉ាំបាយអត់ញ៉ាំទឹកញ៉ាំបាយអត់ញ៉ាំផ្លែឈើក្លៀនត្រូវញ៉ាំណារយៈពេល2ទៅ3សប្តាហ៍ក្រោយមកបងឯងឃើញការប្រែប្រួលបែបណាចាំនិយាយគ្នាតទៅទៀតណាបាទពេលនោះបងឯងនឹងដឹងអំពីលទ្ធផលនៃការធ្វើការងារហើយពិបាកដែរបាទត្រង់ថាឥឡូវឲ្យគេសុំឃើញអញ្ចឹងចង់ធ្វើអីបាទសុំឃើញអញ្ចឹងចង់ផឹកថ្នាំដែរចាំឲ្យសុំទៅអីមានអីត្រូវពិបាកសុំផងបើជាចង់ដឹងខ្ញុំនិយាយឆ្ងល់ដំណឹងនោះនេះចង់ដឹងធ្វើអីបើឈឺផឹកថ្នាំតាមមាត់ហ្នឹងបាទមានតែអាហ្នឹងវាមានតែបញ្ហាអីដែលត្រូវដឹងអាកាពះពោះវៀនបាទក៏យើងដេកអត់លក់គិតច្រើនណាពិបាកជុះញ៉ាំអីទៅបន្តិចកន្លះឃ្លានញ័រដៃញ័រជើងនៅពេលដែលមានបញ្ហាអីមួយគាត់ទៅគេជិះឡានចង់ជិះចូលឡានហ្នឹងសិតតែបញ្ហាពេះហើយមានបាក់ទៀតបាទដល់បន្តទៀតបាទលោកគ្រូយើងទៅកាន់គ្រួសារទឹកញើទេរបស់យើងគឺគាត់ទៅញ៉ាំទឹកញើទេបាន2ថ្ងៃទេបាទតែអ្វីដែលសំខាន់នោះគឺគាត់ស្ដាប់វិទ្យុតែសំណួរដែលត្រូវគាត់ហ្នឹងវាអត់ត្រូវចំផាផែបាទអញ្ចឹងគាត់ចង់សួរសំណួរថាគាត់មានបញ្ហាជំងឺគេហៅថា stress លោកគ្រូគឺរយៈពេលជាង10ឆ្នាំហើយ stress ហ្នឹងដំបូងឡើយហ្នឹងគឺធ្វើការព្យាបាលនៅក្នុងស្រុកហ្នឹងបានត្រឹមតែការញ៉ាំថ្នាំរងាប់អារម្មណ៍ទេរហូតដល់ការព្យាបាលនៅបរទេសហ្នឹងគឺព្យាបាលមករហូតអញ្ចឹងឥឡូវនេះគាត់ញ៉ាំតែថ្នាំ stress ហ្នឹងពេកទៅឥឡូវហ្នឹងដល់ដំណាក់កាលកាពះពោះវៀនរ៉ាំរ៉ៃហ្នឹងលោកគ្រូបាទដល់កាពះពោះវៀនរ៉ាំរ៉ៃហើយឥឡូវនេះគឺសាច់គាត់លោកគ្រូសាច់គាត់ហ្នឹងគឺឡើងហើមហើយចុចទៅត្រុតហ្មងហើយអ្វីដែលពិសេសជាងហ្នឹងទៀតគឺគាត់ចាប់ផ្ដើមឈឺនៅពេញខ្លួនឈឺជាពិសេសនៅអាសាច់សឡឆ្អឹងខ្នងហ្នឹងគឺឈឺពេញខ្លួនហើយបើជើងគាត់វិញគឺពេលខ្លះហ្នឹងបែកញើសសាក់ឲ្យទន់ហើយចាប់ដើមស្ពឹកនឹងជើងហើយបើនិយាយពីប្រវត្តិគាត់អ្វីដែលគាត់កើត stress ហ្នឹងគឺគាត់គិតរឿងកូនគាត់ដែលគាត់មានកូន4នាក់ហើយម្នាក់ហ្នឹងគឺវាដើរខុសកន្លងវាទៅញៀនថ្នាំញៀនអីចឹងទៅចាឥឡូវគាត់ចង់សុំអនុសាសន៍ថាគួរតែត្រូវធ្វើម៉េចលោកគ្រូឥឡូវនេះញ៉ាំទឹកញើទេផាបាទបើគ្រាន់តែយើងគ្រាន់តែចេះគ្រាន់តែអ្វីដែលសំខាន់បំផុតហ្នឹងប្រើអារម្មណ៍មួយបែបនេះអ្វីទាំងអស់មនុស្សអ្នកធ្វើប៉ុន្តែលទ្ធផលមិនមែនមនុស្សអ្នកទទួលទេបាទអញ្ចឹងហ៎គ្មានម្ដាយឪពុកណាមួយនៅលើโลกនេះចង់ឲ្យកូនដើរខុសគន្លងទេប៉ុន្តែប្រសិនបើកូនមាននិស្ស័យជាមនុស្សខុសគន្លងចង់ទាញមកវិញក៏អត់កើតណាដូចយើងប្រៀបធៀបរឿងរបស់ព្រះពុទ្ធអង្គវិញដូចរឿងអង្គលីមៀលអញ្ចឹងសួរថាតើម្ដាយអង្គលីមៀលនឹងចង់ឲ្យអង្គលីមៀលដើរសម្លាប់មនុស្សអញ្ចឹងហ៎ថាអត់ទេចឹងមិនបានអង្គលីមៀលធ្វើអញ្ចឹងអញ្ចឹងនៅពេលមួយនោះគឺជាពេលវេលាដែលដល់ពេលនោះគឺអង្គលីមៀលបានត្រាស់ទៅជាបច្ចេកពុទ្ធមួយទៅទៀតណាចឹងកន្លែងហ្នឹងដែលជាគំនិតសម្រាប់ការពិចារណាថារឿងដែលកើតឡើងមិនអាចត្រឡប់ហើយអ្នកដែលដោះស្រាយបញ្ហានៅរឿងនោះគឺជាពេលវេលានោះឯងប៉ុន្តែអ្វីដែលមានបញ្ហាសម្រាប់រាងកាយនេះគឺការពុលថ្នាំពួកបញ្ហា stress វាកើតឡើងដោយសារតែយើងមិនដឹងអំពីរបៀបនៃការបន្ធូរអារម្មណ៍ដែលវានាំឲ្យយើងមានបញ្ហា stress ហ្នឹងកើតឡើងអញ្ចឹងប្រសិនបើយើងមានបញ្ហាអញ្ចឹងកើតឡើងយើងបដ ாய் តាមអារម្មណ៍បដ ாய் តាមសភាពកើតទៅអ្នកសួរថាដល់ពេលដែលយើងគិតឲ្យឈឺឲ្យមានបញ្ហាបែបនេះសួរថាកូននឹងអាចផ្លាស់ប្ដូរអេឌីយ៉ាបតមកវិញទេថានៅតែដដែលអញ្ចឹងចាប់ដើមគិតទៅអីនោះគឺជាបញ្ហាដែលកើតឡើងអញ្ចឹងឥឡូវរាងកាយចាប់ដើមពុលថ្នាំហើយអ្វីដែលត្រូវធ្វើគឺឈប់ញ៉ាំថ្នាំព្យាយាមក្នុងការញ៉ាំទឹកម្ដងតិចឲ្យបាន3លីត្រក្នុងមួយថ្ងៃការទទួលទានទឹកញើទេបន្តិចទៀតនឹងដឹងលទ្ធផល
ណែទឹកនោមរបស់យើងនឹងមានក្លិនប្លែកចេញពីមុនលិមួកនឹងមានក្លិនប្លែកចេញពីមុនញើសដែលបែកចេញមកក៏មានក្លិនខុសពីធម្មតាដែរនោះគឺជាឥទ្ធិពលរបស់ថ្នាំដែលព្យាយាមទទួលទានកន្លងមកអញ្ចឹងយើងគួរតែប្រើប្រាស់សមាធិមួយចំនួនដើម្បីជួយនៅក្នុងការបំបត្តិឬក៏បន្ថយឥទ្ធិពលរបស់បញ្ហាកើតឡើងអរលោកស្រីយល់តាត្រូវជ្រាបថាជីវិតរបស់យើងមានត្រឹមតែជាង 30,000 ថ្ងៃទេនៅលើโลกនេះការគិតឬក៏ការចង់ឲ្យរឿងមួយកើតឡើងមិនមែនជាភារកិច្ចរបស់យើងទេមនុស្សដែលមានបញ្ហាផ្លូវចិត្តច្រើនជាងគេបំផុតគឺជាមនុស្សដែលដើរដោយផែនការផ្ទាល់ខ្លួនអញ្ចឹងបើសិនបើគឺចង់សម្រេចផែនការផ្ទាល់ខ្លួនបញ្ហារោគចិត្តនឹងកើតមកដល់ពីព្រោះថាបញ្ហាទាំងអស់កិច្ចការងារទាំងអស់លទ្ធផលទាំងអស់ដែលកើតមានមិនមែនជាការប្រាថ្នាឬការចង់បានរបស់យើងទេអញ្ចឹងប្រសិនបើយើងចង់បានហើយអត់បានអានឹងធ្វើឲ្យយើងខូចអារម្មណ៍ប៉ុន្តែត្រូវចាំថាទោះបីជាមនុស្សបែបណាក៏ដោយនៅពេលណាដែលទៅវិញយើងមានត្រឹមតែរាងកាយស្ដោកស្ដឹងចោលប៉ុណ្ណឹងចង់ពាក់មាសក៏គេមិនឲ្យពាក់ដែរចង់ពាក់ពេជ្រទៅជាមួយក៏គេមិនឲ្យពាក់ដែរគេដកយកទុកទាំងអស់អញ្ចឹងបានន័យថាត្រឹមតែរាងកាយស្ដោកស្ដឹងចោលដែលអត់ប្រយោជន៍ចឹងប្រសិនបើយើងយកពេលវេលារបស់យើងដែលមាននៅលើโลกនេះហើយយកមកគិតនោះអារម្មណ៍របស់យើងរាងកាយរបស់យើងដែលស្ដោកស្ដឹងអត់ប្រយោជន៍វាកាន់តែមានឥទ្ធិពលអាក្រក់ឡើងដល់បច្ចុប្បន្នភាពចឹងដកវាចោលអស់ហើយសម្រាប់ថ្ងៃណាមួយបងមានពេលទំនេរបងអាចជួបខ្ញុំបានណាជាពិសេសគឺនៅរៀងរាល់ថ្ងៃសុក្រជំរាបអស់លោកស្រីយូតាដែលចង់ណាត់ជួបខ្ញុំបាទគឺនៅរៀងរាល់ថ្ងៃសុក្រពីម៉ោង9រហូតដល់ម៉ោង12ថ្ងៃត្រង់តែត្រូវធ្វើការណាត់ជួបជាមួយនឹងសហការីយើងខ្ញុំតាមរយៈលេខ023 302 824បាទអស់លោកស្រីយូតាឥឡូវនេះដោយសារតែយើងអស់ម៉ោងក្នុងការពិភាក្សាគ្នាទៅហើយរាល់ដែលសំណួរដែលនៅសល់យើងនឹងបន្តនៅថ្ងៃស្អែក